tăng bị chạp đau mắc nhom lên như vậy kì nợ sọc nợ phum chỉ phải sai không mình mua dùm luôn cái ôm ấy không prang thợ ấy go prang lấy nhom chân như nó bị nợ ta về nữa bà cái buông phi côn nó ngay về chữ cắt vô lúc nó mình sẽ làm tốt côn mình toàn đừng hầm nhom chìm riệp trong thà chi phiệp nhom vì giáp dư nè còn té đôi xa rồi cả prang prang bọc nhom chi phiệp thua lâu ní tăng bị chạp đau mắc nhom lên như vậy kì mơm dơ ní bắt đó phao phải do sòng khăn á sòng rạp sọc phiệp lên luôn tăng pi chum nuôi cọp chiêm chum nuôi cắt thoi này ca lực chiêm thơ túc bể đôn nâng ở cặp kia vì số lục ta chả chứ từ bố cho lục ta này nôm khluốn bà nhom bà mua ở lắc sài rónอายุ75 ឆ្នាំជាប្រជាជននៅក្នុងភូមិកំពង់ព្រះឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងចាបាទហើយសពថ្ងៃនេះខ្ញុំនៅតែពីអ្នកយាយតានឹងតាបាទអត់មានកូនចៅណាកូនមានដែរក៏ប៉ុន្តែគេចេញទៅរស់ស៊ីនៅប៉ោយប៉ែតហើយអូចាបាទហើយដល់ពេលពីអ្នកតាយាយអញ្ចឹងប្រកបរបរអីទៅខ្ញុំធ្វើស្រែបាទហើយដាំដំណាំចានេះខ្ញុំឆ្លងនិយាយដាំដំណាំអានេះហៅថាមើមយេនហើយបាទត្រូវហើយមើមយេនពូកន្លងមកទាំងខ្ញុំទាំងអីហ្នឹងក៏មិនដែលស្គាល់ដែរមិនដែលស្គាល់ទេបាទអត់ដែលស្គាល់ទេទៅតែនឹងអង្គការមនុស្សចាស់យើងនេះគាត់ដែលគេថាគាត់មានកំណត់មកជំនឿទំនងដែលគេថាជាមួយលោកគ្រូផ្សេងដែលគាត់ដឹងចាក៏គាត់ចុះមកបង្ហាត់បង្រៀនហើយក៏គាត់ដែលបង្ហាត់បង្រៀនមនុស្សចាស់ឲ្យមនុស្សចាស់ដាំដំណាំទៀតបាទដើម្បីមនុស្សចាស់ហ្នឹងស្វែងរកបានចំណូលបាទបានចំណូលខ្ញុំឆ្លើយជាងគេយើងអត់ដែរដាំទេទៅត្រូវទេតាដំបូងឡើយមុនពេលដាំអានេះយើងធ្វើតែចការធ្វើតែស្រែទេបាទបើដំបូងឡើងនិយាយរួមទៅខាងឃុំខ្ញុំហ្នឹងមិនសូវទេរឿងចំការគឺដាំតែដំណាំតិចតួចសម្រាប់ហូបខ្លួនឯងទៅបាទសម្រាប់ហូបខ្លួនឯងទេមានប្រទេសមានអីចឹងទៅបាទប៉ុន្តែឥឡូវនេះដោយសារតែបានអង្គការអញ្ចឹងទៅក៏យើងមានគំនិតដាំដំណាំមើមយាយហ្នឹងដើម្បីនេះហើយអត់ដែលស្គាល់សោះតាមពិតមិនគួរដាំទេប៉ុន្តែមុននឹងដាំអង្គការបានចុះមកប្រាប់បង្រៀនបាទហៅយើងទៅរៀនចាបាទទៅរៀននៅខេត្តបាត់ដំបងយើងនេះចាបាទទៅបណ្ដុះបណ្ដាលដោយមានខាងមន្ទីរដៃគូមន្ទីរកសិកម្មនេះចាបាទគាត់ជាដៃគូបង្រៀនពីវិធីដាំចាមើលយើងណាបាទពូជគាត់ឲ្យមកទៀតបាទឲ្យពូជមកដាំរហូតតគ្នាគាត់ឲ្យពូជមកដែរចាបាទឲ្យពូជបង្រៀនហើយឲ្យពូជហើយចុះមកតាមដានរឿងខែអញ្ចឹងទៀតអូបាទក្នុងមួយខែហ្នឹង2ដងយ៉ាងតិចចុះមកមើលថាតើយើងចេះដាំទេយើងបានផលទេឬក៏មិនបាទយើងចុះមកមើលតើបាទដែលគុណដែលគេថាផលប្រយោជន៍នៃមើលយើងនឹងល្អឬក៏អត់មិនមួយឬមានបញ្ហាអីគេជួយដោះស្រាយបាទគាត់ជួយដោះស្រាយជួយណែនាំឲ្យយើងធ្វើយើងចេះធ្វើចាបាទហើយបូកផ្សំនឹងយើងបានរៀនផងហើយយើងមានបទពិសោធន៍ដល់ពេលយើងដាំយើងមានបទពិសោធន៍ខ្លួនយើងបាទហើយគាត់មកយើងផ្លាស់ប្ដូរយោបល់ទៅដើម្បីកែតម្រូវស្វែងគេថាឲ្យវាបានល្អប្រសើរចាចុះយើងដាំមកប្រហែលឆ្នាំហើយប្រភេទនេះតាមពិតអត់ទាន់បានមួយឆ្នាំទេពូយើងទៅចាប់ដើមទេយើងចាប់ដើមប្រហែលជាក្នុងខែ10 11ណាចា11ឆ្នាំ2024នេះចាបាទហើយតាំងពីចាប់ដើមភ្លាមហ្នឹងក៏ខ្ញុំក៏យកចិត្តទុកដាក់ដាំរហូតកន្លះឆ្នាំដែរតាបាទដាំរហូតហ្នឹងបន្តគេដកអស់ចឹងនោះដាំនេះតិចទៀតប្រហែលជារួចពីស្រែខ្ញុំមកជាប់ស្រែឥឡូវនេះខ្ញុំរួចនេះហើយខ្ញុំព្រោះរួចនេះហើយខ្ញុំរួចពីស្រែខ្ញុំនឹងបណ្ដុះកូនដាំអាខាងនោះចាមានន័យថាប្រដាក់គ្នាក្នុងការលក់ចុះដល់ពេលដំណាំនៃការលក់យើងលក់ទៅខាងណាខ្ញុំលក់ទៅខាងល្អីបៃតងវិញចាដែលជាគម្រោងវិញពួកអង្គការបាទហើយល្អីបៃតងគឺស្រួលណាស់លក់មិនពិបាកហើយគឺតម្លៃក៏គួរសមទីសំខាន់ឲ្យតែយើងមានលក់យើងទេទៅគាត់គឺគាត់មកយកមក
គាត់មកយកផ្ទាល់តែម្ដង ប្រហែលគីឡូក៏យកដែរ បាទប្រហែលគីឡូក៏យកដែរព្រោះថាដាំมันគ្រប់ឲ្យគាត់ អត់ទឹកគ្រប់ឲ្យគេទៀតទេ បាទ ខាងនោះបើមានប្រហែលយកទៅប៉ុណ្ណឹងមែនទេតា បាទយកប៉ុណ្ណឹងឯង ភាសាមែនតើចុះតើតជាមួយនឹងប្រាក់ចំណូលនៃការដែលយើងបានមកពី100000និយាយនេះយ៉ាងណាដែរតា អូបើនិយាយពីប្រាក់ចំណូលល្អប្រសើរណាស់ ចា មួយការដាំមើមនិយាយនេះព្រោះយើងអត់មានចំណាយអីទេ ចា បើយើង ពូជក៏គាត់ឲ្យ ពូជក៏គាត់ឲ្យហើយរឿងជីរឿងអីយើងប្រើជីធម្មជាតិសុទ្ធ ដូចជា បាទ អីគេទៅ ដូចជាលមួកគោ ចា បាទហើយ អាចមកអាចទីអញ្ចឹងទៅ អាចហ្នឹងមានអាចមកអាចទេទៅហើយផេះអង្កាម ផែនការ លំកាមមើលដែរនេះ ចា ដើម្បីឲ្យធូរ ចា ធ្វើខ្លួនយើងមកពូអាហ្នឹងក៏វាជាការបង្រៀនការណែនាំរបស់អង្គការដែរ អូ បាទណែនាំរហូតដល់តាំងពីឆ្នាំបាញ់ឆ្នាំអីឡើងយើងសុទ្ធតែប្រើជារបស់ធម្មជាតិ 100% 100% អត់មានសារធាតុគីមីទេ អត់មានទេសប្តាហ៍ថ្ងៃនេះតែក្នុងខែកន្លងផុតមកហើយគាត់បង្រៀនរហូតដល់ធ្វើអាដែលថាជីកម្ពោះមនុស្ស ចា យើងយកមកបាញ់លើដំណាំនឹងឲ្យល្អបាទជីកម្ពោះនេះជីកម្ពោះដែលខ្យង អូ អាខ្យងស្រែយើង ចង់សែ បាទ អូអានោះធ្វើជីបានទៀត បាទធ្វើជីបានទៀតហើយមួយទៀតជីអាដែលកម្ពោះគោក ចា ជីកម្ពោះគោកនឹងធ្វើសម្រាប់ ជី ឲ្យយើង អីគេខ្លះទៅតា ជីកម្ពោះគោនេះធ្វើអំពីលមួកគោ ចា ផេះអង្កាមនេះ ផែនការ ហើយនឹងយកជីម្នះទឹកជីម្នះនេះណាយកមកលាយ គ្នា បាទលាយ ចេញពីជីកំប៉ុស្តគោ រយៈពេលកន្លះខែ ធ្វើតំណរបស់យើង ធ្វើដំណាំរបស់យើងដូច្នេះយើងអត់មានទិញគេគិតទៅអត់មានចំណាយតែ ពេលវេលា ទឹក ចុះទៅមើលចា បាទចំណាយទឹកតិចតួចសម្រាប់ស្រោចនេះវាអត់អស់ប្រហែលនេះយ៉ាងយូរមកបាន20នាទី5 10នាទី20នាទីហ្នឹងស្រោចគ្រប់បាត់ អូ មិនពិបាកអីគេថាដូចជាមនុស្សចាស់មានបាយប្រហែលពិបាកតែនឹងកាប់បីធ្វើរោងទិញទួយហ្នឹងណា ចាប៉ុន្តែលោកតាវ័យ70ជាងឆ្នាំហើយនៅធ្វើបាន បាទនឹងហើយពាក្យចាស់ថាគុំដេកផ្សំដួលគុំផ្សំគ្រិចនៅក្មួយណា ចា ហើយយើងត្រូវគិតបើកាលណាយើងធ្វើយ៉ាងទៀតសុខភាពយើងកាន់តែយ៉ាប់ក្មួយ ចា បាទ ដល់ពេលហើយឥឡូវហ្នឹងគឺសុបាយនៅក្នុងការដាំដុះទៅ អូសប្បាយណាស់ដូចសប្តាហ៍ថ្ងៃជាប់ស្នែងដំណាំមើលយើង ទៅចប់ស្នេហ៍ ម៉ោង3ខ្ញុំចាប់ដើមភ្ញាក់យប់ មក3ភ្លឺ ម៉ោង3ភ្លឺហ្នឹងភ្ញាក់ហើយភ្ញាក់ឡើងហាត់ប្រាន1ម៉ោង ចា តទៅថ្ងៃម៉ោង4ឬ4កន្លះហ្នឹង ចា យកពីនឹងមកងួន7បាទ ចា ដើរមើលដំណាំពីបោយស្មៅបោយអីចឹង ចា បាទ ចុះតើតើជាមួយនឹងជីវភាពពីមុនដែលយើងមុនដាំអានេះហើយនឹងជីវភាពយើងបច្ចុប្បន្ននេះយ៉ាងណាដែរលោកតាតើទៅចំណូលដែលយើងទទួលបានណា ប្រសើរជាជាងពីមុនមក ចា ព្រោះពីមុនមកខ្ញុំជម្រាបត្រង់ថាជីវភាពខ្ញុំវាយ៉ាប់យឺនណាស់ព្រោះខ្ញុំធ្លាប់ជាពាក់គេអីច្រើនមកណា ចា បាទដល់ពេលនេះខ្ញុំខំយកចិត្តទុកដាក់ធ្វើស្រែផងដាំដំណាំផងមួយមើលឃើញខាងក្រៅដំណាំអីខ្លះហ្នឹងណា ចា បានលក់បន្តិចបន្តួចចឹងមកបានចំណូលចឹងមកបានជួយទិញថ្នាំពេទ្យពួរមើលសុខភាពយាយខ្ញុំ ចា ឃើញស្រាប់ហើយគាត់កាលពីឆ្នាំ2019នេះគាត់ឈឺស្ត្រូកសរសៃខួរក្បាល អូ បាទមើលអស់មិនចេះតិចហើយកលកូនខ្ញុំមានឆ្នាំ2014កូនខ្ញុំវានៅរៀនបញ្ញាបត្រនៅភ្នំពេញ ចា មួយវាចាប់ដើមឈឺ ឈឺ នឹងឈឺ ឈឺក្បាល ដល់ឈឺក្បាលដុសតែដែលសាច់ជាមកនោះបុកតលាខួរក្បាលឃ្លាយប្រហែលមួយខែខ្ញុំក៏ចាប់ដើមមើល ចា គិតទៅចំនួននោះខ្ញុំមើលអស់រហូតដល់ទៅ$8,000ជាងក្មួយជាពាក់គេដល់កណ្ណត់ ចា បាទពាក់គេហួសដល់អញ្ចឹងមកបានមកខំប្រឹងប្រែងធ្វើគ្រប់បែបយ៉ាងនឹងរហូតដល់ឥឡូវនេះណា ចា អ្នកស្រុកអ្នកភូមិជាភាសាក្មេងៗមួយចំនួនថាអ៊ំឯងខំប្រឹងធ្វើអីក៏ប្រឹងម្លេះចូលបើកគោយន្តដល់បើកគោយន្តបើកអីបាន ចា ពីព្រឹកមិញទៅមកព្រោះស្រោសួរក្មួយ ចា បាទព្រោះស្រោហើយឡើងពីព្រោះស្រោមក
mà đo lùm liền đai liền chiến không vui mà đo tại mà đo bà tiền bà ngủ tự như chốt luôn cái chuyện mà tao ta chỉ tao làm tao rồi nè bà cho đọc về lời này bạn cho bọn mình đã đầu ta đo pe không prang prai móc nhóm đam tận năm đam ấy khai chia sẻ đo là pe giờ đam mình về nữa chùm nô riêng rồi khai bà không mặc khé vợ chồng á nè vợ chồng hay còn đây không mặc khé chuông khác khai khác pi đòn ấy cha bà mình đến đó đó khai khác châu lo pi đòn rồi bà ấy cha sao rốn được ta muốn comment rốn nãy giờច្រើនមកពេញមកនឹងច្រើនបានតែខ្ញុំវិលជុំរហូតវិលជុំហ្នឹងហើយអត់សូវដែលខានទេដកយើងដកលូកវិលជុំចាបាទខែខ្លះលូកបានដល់2ដងទៀតចឹងបាទដល់ពេលខ្ញុំដាំដំណាំចឹងមកបុកផ្សំវីដេអូពីនេះខ្លះមកណាមួយចាជីវិតទូឡូវនេះតាំងពីចាប់ដើមមកខ្ញុំលេងពាក់គេអីយ៉ាសពថ្ងៃនេះជាពាក់គេទៅបញ្ហាសុខភាពចាដោយសារសពថ្ងៃពួកខ្ញុំឈឺពីមុនមកលើសឈាមផងកាពះផងហើយឥឡូវនេះថាឡើងទឹកនៅផ្អែមចាតែតើជាមួយនឹងជីវភាពឥឡូវនេះក៏រៀងខ្វាន់ជាងមុនពេលដែលយើងដាំដំណាំនេះបាទមុនពេលបាទដូច្នោះបានមកយើងគ្រាន់បានទិញម្ហូបហូបនៅចំណាយទៅលើម្ហូបចំណាយទៅលើថ្នាំសម្រាប់ជាបាល់ទាំងខ្ញុំទាំងយាយក៏លើសឈាមហើយកើតជំងឺអាស្តុបខួរក្បាលហ្នឹងគេឲ្យលើថ្នាំរហូតបាទការតស៊ូរបស់ខ្ញុំហើយយាយខ្ញុំធ្វើអត់កើតទេជាប់10ឆ្នាំជាងមកគឺធ្វើតែម្នាក់ឯងទេបាទចូល10ឆ្នាំជាងមកហ្នឹងគាត់លោកតាមកធូរៀងធូហើយចាជាមួយនឹងដំណាំដែលយើងដាំមកនេះមើលនិយាយបាទសំខាន់គឺល្អត្រង់ថាគេចុះមកបរិញ្ញាគេឲ្យពូជគេចុះមកមើលទៀតដល់ពេលបានផលហើយគេទិញវិញទៀតមានប្រហែលទិញប៉ុណ្ណឹងមានប្រហែលទិញមិនហ្នឹងអត់មានទេហើយមានដំណាំផ្សេងហ្នឹងក៏ជួយទិញដែរដូចជាត្រប់វិញក៏គាត់ទិញដែរចឹងហ៎បាទខ្ញុំលក់ឲ្យអីដែរតាខ្ញុំមានដឹកយកទៅលក់ឲ្យខ្ញុំនិយាយត្រង់ទៅថាតាំងពីបង្កើតសមាគមខ្ញុំមកហ្នឹងចានៅក្នុងមនុស្សចាស់នៅភូមិខ្ញុំមានការរីកចម្រើនច្រើនហើយមានមិនតែត្រឹមរីកចម្រើនមានការយល់ដឹងអំពីដែលថារបៀបរបបនៃការរស់នៅរបស់មនុស្សចាស់តាំងពីដែលគេថាក្រុមសិលធម៌គាត់អាចយកទៅច្រើនហើយចេះសាមគ្គីគ្នាស្រឡាញ់គ្នាជួយគ្នាទៅវិញទៅមកលោកតាមានអីអរគុណទៅខាងអង្គការមនុស្សចាស់ក៏ដូចជាខាងអីបែបតដែលជួយបរិញ្ញាយើងហើយទិញតំណែងពីយើងទៅវិញទៀតចា៎បាទខ្ញុំត្រេកអរណាស់ខ្ញុំសប្បាយណាស់ខ្ញុំនិយាយនេះគឺដោយចិត្តឆន្ទៈបាទចិត្តស្មោះពីដួងចិត្តរបស់ខ្ញុំមកចា៎បាទអូវាមិនគេថាមិនសូវមានអង្គការណាយកចិត្តទុកដាក់ដល់អង្គការមនុស្សចាស់ទេមកលើមនុស្សចាស់ចា៎ដូចខ្ញុំនិយាយជាមួយក្មួយពីព្រឹកមិញហ្នឹងថាកុំថាឡើយតែត្រឹមតួអង្គការគ្រាន់តែបុគ្គលិកអង្គការហ្នឹងគ្រាន់តែសម្ដីសម្ដៅកាយវិការនឹងដែលនិយាយធ្វើមកលើមនុស្សចាស់ពួកល្អបពីណាស់ហើយដូច្នោះគាត់បានណែនាំឲ្យយើងយកចិត្តទុកដាក់ចេះស្រឡាញ់គ្នាជួយគ្នាអីគ្រប់បែបយ៉ាងនឹងចេះដាំដំណាំអីហ្នឹងណាដូចជាវាថាកម្រជួបណាចា៎បាទដូច្នោះគ្មានอะไรថាអង្គការណាលើសពីអង្គការនឹងនេះដែលជួយមនុស្សចាស់ចា៎បាទដូច្នោះខ្ញុំត្រេកអរហើយតែគេថាថ្លែងអំណរគុណដល់អង្គការមនុស្សចាស់នឹងល្អីដែលធ្វើឲ្យដែលមនុស្សចាស់នឹងមានគេថាប្រាក់ចំណូលចូលប្រចាំថ្ងៃប្រចាំខែដើម្បីដោះស្រាយជីវភាពជាពិសេសមិនត្រឹមដោះស្រាយជីវភាពទេសល់លុយសល់កាក់នឹងទិញថ្នាំទិញអីលេបសម្រាប់ព្យាបាលខ្លួនឯងបាទដូចខ្ញុំអញ្ចឹងនៅពីអ្នកតានិយាយបាទកំពុងភ័យដូចខ្ញុំនិយាយមួយលេងមួយអូនព្រឹកហ្នឹងមិនដឹងថាកូននៅឆ្ងាយពេលឈឺស្កាត់យកលោកខ្ញុំស្រួលស្លាប់ទៅកូនមិនទាន់នឹងហើមដូចព្រួយចឹងទៅមួយម្ល៉េះហើយបានតែខំប្រឹងខ្លួនឯងហើយជាពិសេសមើមយើងនេះផ្ដល់ផលប្រយោជន៍សំខាន់ណាស់សម្រាប់សុខភាពលើមនុស្សបាទដូចក្មួយចឹងបើបានហូបមើមយើងធ្វើជាទឹកឡុកទឹកអីណាប្រចាំថ្ងៃឬក៏អាចកែសម្រស់បានល្អជាងនេះអត់ទេមែនហើយវាជួយជំងឺច្រើនណាស់ក្មួយតាំងពី
ជំនួយក្របឈាមជំនួយកាត់បន្ថយនៃការលើកឈាមធ្វើទុកបេះដូងនិងកាពះផងអីផងជាពិសេសជំនួយមហារីកដូចខ្ញុំមានបទពិសោធន៍លោកគ្រូម្នាក់នៅភូមិខ្ញុំនេះណាគាត់ធ្វើគ្រូមួយនេះគាត់កើតដែលជំងឺមហារីកគាត់ទៅមើលអស់មិនចេះតិចទេគាត់ចេញពីពេទ្យមកគាត់ទិញមើលយើងខ្ញុំឡងចាបាទទិញយកទៅខ្ញុំសួរយកធ្វើម៉េចគាត់ថាយកទៅកិនហូបទឹកកឡុកជាមួយអីយ៉ាងណាចារហូតដល់លោកក្រន់ក្រន់មែនទេក្រន់សុខភាពបាទក្រន់គាត់ទិញរហូតម្ដង2គីឡូម្ដង2គីឡូក្រន់ធូរខ្ញុំសួរខ្ញុំជួបគាត់ធ្វើម៉េចហើយអ្នកគ្រូហូបទៅយ៉ាងម៉េចគេថាអ៊ំហូបទៅក្រន់ខ្ញុំដូចកម្លាំងក៏មានអីក៏មានផ្លែជាមួយជាពិសេសដូចខ្ញុំប្រាប់ត្រង់មើលតែទូចណាដែលនេះខ្ញុំដកយកទៅកោសសបកចេញលាងទឹកហើយខ្ញុំហាន់ជ្រៀកជាផ្ទះហើយណាដាំទឹកហូបចាដាំទឹកហូបដល់ថ្ងៃហ្នឹងដល់ហូបកាពះហ្នឹងហូបដំបងវាធ្វើទុកដែរក្មួយដាក់ទៅឆ្អល់ឆ្អិតឆ្អល់ភើអីចឹងវាដើរខ្យល់អីស្រាប់មកដល់ឡូកាពះហ្នឹងក៏វាធូរស្រួលហើយកម្លាំងក៏មានបាទដូចទៅព្រឹកមីទៅព្រោះស្រោមួយវិញម្លាំងនេះស្មើតិចណាចាអ្នកខ្លះឲ្យដើរកាត់ផុកទៀតព្រោះបាទតែការជិះទៅបើក្រោយដែរអញ្ចឹងបានថាផលប្រយោជន៍មើមយើងនេះពិសេសណាស់មិនធម្មតាទេហើយបើសិនជាចង់នេះខ្ញុំជម្រាបដូចខ្ញុំជម្រាបមិញថាដាំទឹកផឹកហ្នឹងណាតែអ្នកនៅចិត្តខាងខ្ញុំក្មេងដែលអាយុ40ជាងនេះណាគាត់ឈឺខ្នងចាដំបូងគាត់មកសុំទឹកខ្ញុំនឹងទៅផឹកណាផឹកបានតែ3ថ្ងៃគាត់ថាជាបាត់ឈឺដល់លោកគាត់មកសុំមើមយើងខ្ញុំទៅដាំទឹកផឹកអញ្ចឹងបានថានេះគឺជាផលប្រយោជន៍មួយរបស់មើមយើងហើយខ្ញុំគ្មានគេថាដូចជាគ្មានអ្វីមកថ្លែងអំណរគុណរោគអ្វីមកប្រៀបទៅមិនបានទេដល់អង្គការនឹងអីដែលជួយដល់មនុស្សចាស់បាទហើយខ្ញុំគិតថាបើបានឮព័ត៌មានហើយសូមឲ្យមនុស្សចាស់ផ្សេងទៀតណាក្រៅខ្ញុំដែលមិនទាន់ដាំគួរតែយកចិត្តទុកដាក់ចា៎បាទដើម្បីជួយខ្លួនឯងរកប្រាក់ចំណូលខ្លួនឯងព្រោះសពថ្ងៃអង្គការមនុស្សចាស់មិនមែនថាឲ្យតែដាំមើមយើងទេដំណាំផ្សេងក៏មកបដោះបដាលដែរដោយឥឡូវនេះថ្ងៃមុននេះពីកដាលខែមុននេះគាត់មកផ្សព្វផ្សាយមកចុះសម្ភារទៅតាមផ្ទះណាតើចង់ដាំពីបាឆារីបាទចាពេញប៉ោះហ្នឹងហើយដំឡូងបារាំងណាបាទហើយនឹងមនដើមមនហូបផ្លែចាបាទហើយអាហ្នឹងសុទ្ធទេងាយស្រួលក្នុងការដាំហើយអាចរកប្រាក់ចំណូលបានច្រើនជាពិសេសដើមមននេះខ្ញុំស្ដាប់សម្ដីទៅខ្ញុំមិនទាន់ដាំនេះប៉ុន្តែខ្ញុំស្ដាប់សម្ដីទៅចាប់អារម្មណ៍មែនទេបាទទៅមុខទៀតលោកតាអាចនឹងដាំដំណាំអីផ្សេងទៀតក្រៅតែពីមើមយាយព្រោះខ្ញុំចុះឈ្មោះហើយសម្រាប់ចិត្តដាំដំណាំដូច3មុខដែលខ្ញុំលើកឡើងនេះហើយអត់រៀថយទេចាធ្វើរហូតដល់នាទីចុងក្រោយមានតែប៉ុណ្្នឹងទេអរគុណច្រើនលោកតាអរគុណបានក្មួយទាំងអស់នេះដែលបានចុះមកជួបសភាខ្ញុំនឹងខ្ញុំអរគុណណាស់ហើយខ្ញុំសូមពរសូមឲ្យក្មួយជួយផ្សព្វផ្សាយរឿងរ៉ាវនេះដល់មនុស្សចាស់ផ្សេងទៀតបាទព្រោះមនុស្សចាស់ដែលខ្ញុំធ្វើការជាមួយសមាគមមនុស្សចាស់ហ្នឹងជាពិសេសមនុស្សចាស់មួយចំនួនគាត់អត់សូវយកចិត្តទុកដាក់ទេអត់ចាប់អារម្មណ៍ទេអ្នកមួយចំនួនគឺគាត់ចាប់អារម្មណ៍ចា៎បាទ